ជីវិតខ្ញុំមានពេលខ្លះខ្ញុំតែងតែសួរខ្លួនឯងថាហេតុអ្វីបានជាជីវិតខ្ញុំមិនងាយដូចជាជីវិតរបស់គេខ្ញុំធ្លាប់ឆ្លងកាត់ការបរាជ័យធ្លាប់យំដោយគ្មានអ្នកណាដឹងធ្លាប់មានអារម្មណ៍ថាការខិតខំប្រឹងប្រែងរបស់ខ្ញុំគ្មាននរណាមើលឃើញប៉ុន្តែថ្ងៃមួយខ្ញុំបានដឹងថាជីវិតមួយនេះមិនមែនកើតមកដើម្បីប្រៀបធៀបជាមួយនឹងអ្នកដទៃឡើយប៉ុន្តែវាកើតមកដើម្បីតស៊ូជំនះរាល់ឧបសគ្គនិងព្រមទទួលយកភាពជាខ្លួនឯងខ្ញុំឈប់ត្អូញត្អែឈប់ច្រណែននិងចាប់ផ្ដើមអរគុណចំពោះអ្វីដែលខ្ញុំមានព្រោះរាល់ស្នាមរបួសភាពលំបាកបានបង្រៀនខ្ញុំឲ្យរឹងមាំរាល់ការបរាជ័យបានបង្រៀនឲ្យខ្ញុំឆ្លាតជាងមុននិងមានបទពិសោធន៍ច្រើនជាងមុនមកដល់ពេលនេះខ្ញុំក៏នៅតែមិនល្អឥតខ្ចោះនោះដែរប៉ុន្តែខ្ញុំជាមនុស្សដែលមិនព្រមបោះបង់និងតស៊ូបន្តដំណើរទៅមុខជានិច្ចខ្ញុំជឿជាក់ថាដរាបណាពួកយើងនៅតែបន្តដំណើរទៅមុខថ្ងៃនោះជីវិតរបស់យើងនឹងត្រូវបានផ្លាស់ប្ដូរព្រមជាមួយការដល់គោលដៅដែលពួកយើងបានដៅទុក